គាត់ហាក់ដូចជាពិតជាព្រួយបារម្ភនិងបារម្ភពីប្អូនស្រីរបស់ខ្ញុំតើគាត់ពិតជាចង់ជួយសង្គ្រោះប្អូនស្រីរបស់ខ្ញុំមែនទេគ្មានអ្វីសម្រាប់លក់ទេតើគាត់ពិតជាបានប្រសើរឡើងមែនទេម្ចាស់ផ្ទះបានរកឃើញថាកូនប្រុសរបស់គាត់ឈ្មោះសិនជុនបានបង្កើនក្តីស្រឡាញ់ចំពោះម្ចាស់ផ្ទះពិន្ទុដឹងគុណកើនឡើង5មានតែ5ទេពួកវាពិតជាធំពេកមិនអាចទ្រាំទ្របានវាហាក់ដូចជាចាប់ពីពេលនេះទៅខ្ញុំនឹងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតលើក្មេងនេះកូនខ្ញុំទើបតែត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសួតយើងត្រូវនៅទីនេះដើម្បីសង្កេតមើលអ្នកគួរតែប្រញាប់ឡើងហើយវិនិយោគលុយរបស់អ្នកសម្រាប់ព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺរលាកសួតនោះត្រូវតែចំណាយ10ឬ20យន្តគាត់ពិតជាមិនចង់ព្យាបាលក្មេងនេះទេអូយអូនសម្លាញ់អូនខ្លាចហើយម៉ាក់ឲ្យកូនសូមអង្វរសូមកុំបារម្ភអីប្អូនស្រីខ្ញុំទើបតែអាយុ8ឆ្នាំប៉ុណ្ណោះតើគាត់អាចស្លាប់បែបនេះដោយរបៀបណាម៉ាក់ឲ្យសូមជួយសង្គ្រោះគាត់ផងខ្ញុំអាចប្រគល់លុយទៅអ្នកវិញខ្ញុំនឹងឡើងទៅលើមេឃខ្ញុំបានទៅសុំអាហារម៉ាក់ខ្ញុំថែមទាំងចង់លក់អ្នកទៀតផងខ្ញុំនឹងរកលុយបានអ្នកនៅទីនេះហើយមើលថែប្អូនស្រីរបស់អ្នកម៉ាក់ជាមនុស្សបែបណាតើស្ថានភាពហិរញ្ញវត្ថុគ្រួសារនៃណាជប់ស្រែកទៅច្បាស់ណាស់អ្នកកំពុងបំភ័យពួកគេចេញបើជាខ្ញុំវិញប្រហែលជាខ្ញុំរត់គេចខ្លួនបាត់ទៅហើយលុយនេះគឺជាការចំណាយលើការរស់នៅរយៈពេលកន្លះឆ្នាំទោះបីជាមានអាហារនិងភេសជ្ជៈល្អច្រើនក៏ដោយក៏មិនដែលចង់នៅតែមិនចូលចិត្តនាងដែរមិននិយាយពីការចំណាយប្រាក់ច្រើនលើការព្យាបាលទេក្មេងក្រីក្រកំព្រាតាំងពីក្មេងហើយបន្ទាប់មកបានជួបម្ដាយចុងដែលមានថ្ងាសធំអូជីវិតដ៏វេទនាមួយនេះខ្ញុំសូមអង្វរអ្នកខ្ញុំសូមអង្វរអ្នកសូមជួយសង្គ្រោះប្អូនស្រីរបស់ខ្ញុំផងខ្ញុំពិតជានឹងសងអ្នកវិញខ្ញុំសូមអង្វរអ្នកខ្ញុំសូមអង្វរអ្នកខ្ញុំគ្មានថ្នាំទេសូមខ្ញុំសូមអង្វរអ្នកខ្ញុំគ្មានលុយទេយើងក៏មិនមានដែរខ្ញុំសូមអង្វរអ្នកសូមជួយសង្គ្រោះប្អូនស្រីរបស់ខ្ញុំផងខ្ញុំសូមអង្វរអ្នក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 សូមជួយសង្គ្រោះប្អូនស្រីរបស់ខ្ញុំផងខ្ញុំនឹងសងអ្នកវិញនៅពេលក្រោយខ្ញុំសូមអង្វរអ្នកខ្ញុំសូមអង្វរអ្នកសូមជួយសង្គ្រោះប្អូនស្រីរបស់ខ្ញុំផងខ្ញុំសូមអង្វរអ្នកហានេះជាប្អូនស្រីរបស់ខ្ញុំប្អូនស្រីរបស់ខ្ញុំសុំទោសគឺខ្ញុំទេដែលបានទៅហើយចង់បំភ្លេចមនុស្សម្នាក់ណាស់ខ្ញុំភ្លេចកំហុសរបស់ខ្ញុំមិនបានធ្វើខុសទេប្រព័ន្ធឲ្យប្រព័ន្ធខ្ញុំចង់លុះពិន្ទុដឹងគុណចំនួន10អាចបដូរយកបាន10យន់ខ្ញុំមានពិន្ទុដឹងគុណចំនួន35លុះទាំងអស់វិជ្ជាបណ្ឌិតអ្វីខ្ញុំសូមអង្វរអ្នកសូមលុយខ្ញុំសូមអង្វរអ្នកជួយសង្គ្រោះប្អូនស្រីរបស់ខ្ញុំពិតជានឹងរៃអង្គាសប្រាក់បានគ្រប់គ្រាន់តើអ្នកអាចជួយសង្គ្រោះប្អូនស្រីរបស់ខ្ញុំជាមុនសិនបានទេខ្ញុំសូមអង្វរអ្នកខ្ញុំសូមអង្វរអ្នកខ្លាំងណាស់យើងមានបទបញ្ញត្តិនៅទីនេះបើអ្នកគ្មានលុយទេអ្នកគួរតែយកប្អូនស្រីរបស់អ្នកហើយចាក់ចេញទៅវិជ្ជាបណ្ឌិតប្អូនស្រីខ្ញុំអាយុត្រឹមតែ8ឆ្នាំទេលោកគ្រូពេទ្យជួយសង្គ្រោះនាងម៉ាក់ឲ្យទោះបីជាម៉ាក់បានប្រើលុយនោះដើម្បីជួយសង្គ្រោះកូនប្រុសទី4លើកនេះក៏ដោយខ្ញុំពិតជាដឹងគុណអ្នកណាស់ប៉ុន្តែប្រសិនបើគាត់ជាសេះស្បើយអ្នកនៅតែត្រូវលក់គាត់ចេញ